ខ្ញុំជំរាបសួរបងប្អូនជនជាតិអាជីវករនៃប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងនោះខ្ញុំកម្មសុខាអនុប្រធានគណៈបកសង្គ្រោះជាតិរួមដំណើរជាមួយអនុប្រធានសំរងស៊ីនិងប្រធានចំណុះថ្ងៃនេះមានកិត្តិយសណាស់ដែលបានមកទឹកដីព្រះវិហារដល់ប្រមុខរបស់យើងនេះពួកខ្ញុំក្នុងនាមគណៈបកសង្គ្រោះជាតិក្នុងនាមគណៈដឹកនាំទាំងអស់ខ្ញុំសូមជម្រាបជូនបងប្អូនជនជាតិថាគណៈបកសង្គ្រោះជាតិនឹងឈានទៅដឹកនាំប្រទេសក្នុងពេលឆាប់ខាងមុខនេះហើយជួយយកគណៈបកសង្គ្រោះជាតិព្រោះគណៈដឹកនាំមូលដ្ឋានគណៈស្រុកខណ្ឌគណៈរាជធានីខេត្តដែលអង្គបោះឆ្នោតជាអ្នកបោះឆ្នោតដូច្នេះចំពោះនឹងការរៀបចំខ្លួនដឹកនាំប្រទេសថ្នាក់ជាតិគណៈបកសង្គ្រោះជាតិក៏សូមអំពាវនាវឲ្យអង្គបោះឆ្នោតសមាជិកសមាជិកាក្រុមប្រឹក្សាគុំសម្រាប់នៃគណៈបកនានារួមទាំងគណៈបកប្រជាជនកម្ពុជាផងសំមើចរន្តប្រជាពលរដ្ឋគេវាបកគំទៅសង្គ្រោះជាតិហើយឲ្យតាមខ្យល់ផងខ្យល់បកមកសង្គ្រោះជាតិហើយដូច្នេះបើអស់នោះគឺរកឆន្ទៈប្រជាពលរដ្ឋសូមបោះឆ្នោតឲ្យសង្គ្រោះជាតិនឹងដឹកនាំថ្នាក់ជាតិសង្គ្រោះជាតិនឹងដឹកនាំថ្នាក់មូលដ្ឋានហើយយើងនឹងជួយឲ្យប្រទេសជាតិយើងចាក់ផុតអំពីការឈ្លានពានរបស់បរទេសទីពីរយើងនឹងឲ្យប្រទេសជាតិយើងចាក់ផុតពីមេដឹកនាំផ្ដាច់ការខ្មែរក្រហមដែលកាន់អំណាចកាន់សម្រាប់ប្រជារាស្ត្រខ្មែរបច្ចុប្បន្ននេះយើងនឹងដឹកនាំប្រទេសជាតិយើងឲ្យចាក់ផុតពីកំណត់ដៃនៃអ្នកដឹកនាំពុករលួយយកបំផ្លាញសម្បត្តិធម្មជាតិដីធ្លីព្រៃឈើខុបខិតជាមួយឈ្នួលខុបខិតជាមួយយួនជាមួយចិនយកដីធ្លីប្រជារាស្ត្រដើម្បីយកឧបករណ៍យុទ្ធជូនប្រជារាស្ត្រខ្មែរវិញឲ្យបានគ្រប់ពេលឆាប់ខាងមុខនេះជាយកប្រជាពលរដ្ឋខ្មែរខេត្តព្រះវិហារដល់ក្រហាមបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិដើម្បីសង្គ្រោះជាតិយើងឲ្យបានរស់សម្បូរស្បាយសុខក្នុងរមនាទាំងគ្នា